មនុស្សភាគច្រើនគឺមិនសូវជឿទេថាព្រលឹងខ្មោចពិតជាមានមែននៅក្នុងលោកយើងនេះតែសូមចងចាំអ្វីដែលមិនជឿគឺមិនប្រកាសថាជារឿងមិនពិតនោះទេឧទាហរណ៍ជាក់ស្ដែងដែលថាព្រលឹងខ្មោចមានពិតនៅលើលោកយើងនេះគឺនៅក្នុងរឿងនេះហើយនាសម័យអាណានិគមនិយមបារាំងនៅម្ដុំគីឡូម៉ែត្រលេខ6មានផ្ទះគ្រួសារប្តីប្រពន្ធ2នាក់ជាអ្នកមានស្រុកស្ដំហើយជាពិសេសពួកគេទាំងពីរគឺមិនមានតែទ្រព្យសម្បត្តិនោះឡើយគឺពួកគេមានព្រមតែម្ដងនោះគឺរូបសម្បត្តិនិងចរិយាសម្បត្តិបុរសជាប្តីមានឈ្មោះថាចក្រាជាមន្ត្រីរាជការដែលមានឋានន្តរស័ក្តិខ្ពស់ចំណែកឯរូបសម្បត្តិក៏ស្រស់សង្ហាលើសគេឯនាងជាភរិយាមានឈ្មោះថាបុស្បាជាស្ត្រីដែលមានរូបសម្បត្តិល្អគ្មានពីរអ្នកណាក៏និយាយដែរថាពួកគេទាំងពីរនាក់គឺសមនឹងគ្នាខ្លាំងណាស់បុស្បាជាតខែហាងហូលផាមួងធំមួយប្រចាំស្រុកនៅជារៀងរាល់ព្រឹកក្រោយពេលស្រស់ស្រូបអាហាររួចរាល់ចក្រាតែងតែជួនបុស្បាទៅហាងមុនសិនទើបខ្លួនបន្តដំណើរទៅធ្វើការជាក្រោយទង្វើបែបនេះហើយទើបអ្នកផងទាំងពួងតែងតែសរសើរពួកគេទាំងពីរថាជាប្តីប្រពន្ធដែលស្រឡាញ់គ្នាខ្លាំងរកអ្វីប្រៀបផ្ទឹមពុំបានបុស្បាមានប្អូនស្រីម្នាក់នាងមានឈ្មោះថាមេលាដោយហេតុតែបុស្បានិងមេលាជាបងប្អូនដែលមានគ្នាតែ2នាក់ទើបធ្វើឲ្យពួកគេទាំងពីរស្រឡាញ់គ្នាខ្លាំងណាស់ម្ល៉េះហើយទើបបុស្បាទុកចិត្តឲ្យមេលាជួយមើលការខុសត្រូវក្នុងផ្ទះនិងបែកទឹកប្តីរបស់នាងនៅពេលដែលនាងទៅហាងបាត់ដោយហេតុតែមេលាជាស្ត្រីដែលមានរូបសម្បត្តិស្រស់ស្អាតទើបធ្វើឲ្យកំឡោះជ្រួលជ្រើមស្រឡាញ់នាងនិងនាំគ្នាចូលដណ្ដឹងនាងជាច្រើននាក់ប៉ុន្តែដោយនាងប្រកែកមិនព្រមជានិច្ចមេលាលើកនេះបងមិនព្រមឲ្យឯងប្រកែកទៀតទេយ៉ាងណាក៏ឯងត្រូវតែទទួលយកគេដែរបុស្បាជំរុញប្អូនស្រីដែលចចេះរឹងរូសមិនឈប់មិនឈរនោះមែនហើយគេនោះជាបរិលល្អកម្រនឹងរកបានខ្លាំងណាស់ទាំងមានទ្រព្យសម្បត្តិទាំងជាមនុស្សថ្លៃថ្នូរហើយក៏សង្ហាទៀតផងចក្រាជាប្តីជួយបន្ថែមតាមក្រោយទេខ្ញុំមិនព្រមយកឡើយពួកបងកុំបង្ខំខ្ញុំអីមេលានិយាយតែប៉ុន្មានម៉ាត់ក៏រត់ទៅចូលក្នុងបន្ទប់បាត់មិនព្រមស្ដាប់តាមការរៀបរាប់របស់បុស្បានិងចក្រានោះឡើយព្រោះតែហេតុផលពិតប្រាកដគឺវាហួសនឹងការស្មាននោះទៅទៀតគឺនាងស្រឡាញ់ចក្រាដែលជាបងថ្លៃរបស់នាងតាំងពីយូរមកហើយការពិតណាស់ជារៀងរាល់ពេលដែលចក្រាចេញពីធ្វើការនាងមេលាតែងតែបំរើផ្គប់គុណចក្រាមិនឲ្យទាស់ចិត្តឡើយបំរើទឹកក្តៅទឹកត្រជាក់ដែលជាទង្វើមួយចាប់ផ្ដើមធ្វើឲ្យចក្រារង្គោះរង្គើចិត្តម្ដងបន្តិចរហូតដល់យល់ព្រមទទួលយកនាងក្នុងនាមជាលួចលាក់មិនឲ្យបុស្បាដឹងឡើយហើយមិនយូរប៉ុន្មានមេលាក៏មានផ្ទៃពោះមេលាបងចង់សួរអីឯងបន្តិចបានទេបុស្បាស្រាប់តែហៅមេលាមកសួរដោយទឹកមុខចាប់កំហុសតែម្ដងមេលាចាប់ផ្ដើមភ័យស្លេកមុខតែក៏ព្រមទៅក្បែរបងស្រីទាំងដល់ការពិតនាងដឹងហើយថាបងស្រីកំពុងសង្ស័យនឹងនាងព្រោះពោះនាងចេះតែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃតើឯងកើតអីមេលាមិនក៏ពោះឯងវាធំយ៉ាងនេះបងស្រីខ្ញុំសុំទោសខ្ញុំមិនគួរគប្បីនឹងបងស្រីទេប្រាប់បងមកថាតាមពិតឯងមានផ្ទៃពោះមែនទេហើយបើមែន
ជាមួយនរណាគឺមែនហើយខ្ញុំពិតជាមានផ្ទៃពោះមែនហើយខ្ញុំសុំទោសណាបងខ្ញុំជាប្អូនស្រីមិនល្អទេខ្ញុំធ្វើឲ្យបងខកបំណងសុំទោសព្រោះខ្ញុំមានកូនជាមួយបងចក្រាហើយគ្រាន់តែឮមេលានិយាយបែបនេះភ្លាមបោះស្បាសឹងតែខ្យល់គោដួលមួយរំពេចកំហឹងបុកពេញញ័រក្នុងទ្រូងទៅត្រើតប្រៀបបីដូចជាអារៈចូលខ្លួនអញ្ចឹងហើយសឹងតែច្រាលឈាមឡើងមកទៅហើយនាងសម្លឹងមុខប្អូនស្រីដោយការហួសចិត្តចុកក្នុងទ្រូងនិយាយលែងចេញព្រោះទោះបីជាយ៉ាងណារឿងក៏កើតឡើងហើយដែរដូច្នេះនាងចាំបាច់ត្រូវរកវិធីដើម្បីដោះស្រាយរឿងទាំងនេះទើបបានលុះព្រឹកឡើងបោះស្បាមិនបានចេញទៅហាងដោយសពដងទេនាងធ្វើជាប្រាប់ចក្រាថាខ្លួនឈឺទើបដេញឲ្យចក្រាទៅធ្វើការចុះដោយហេតុថាឃើញប្តីទៅធ្វើការបាត់ហើយបោះស្បាក៏ហៅមេលាដែលជាប្អូនស្រីមកដោះស្រាយបញ្ហាដែលនៅចំពោះមុខនេះមេលាយើងមានតែ2នាក់បងប្អូនទេបើឯងជ្រុលជាខុសទៅហើយបងអាចរកបុរសណាល្អម្នាក់មករៀបការជាមួយឯងដើម្បីបំពេញមុខចុះតើបានទេបងដាច់ខាតខ្ញុំមិនព្រមយកអ្នកណាក្រៅពីបងចក្រាឡើយព្រោះខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់មេលាឬមួយឯងចង់ឲ្យយើងព្រមតាមឯងដែលមកដណ្ដើមប្តីរបស់យើងនោះបោះស្បាដែលដើមឡើយខំប្រឹងទប់កំហឹងនោះពេលនេះចាប់ផ្ដើមឈាមច្រាលឡើងមកទៀតហើយព្រោះមេលានេះក្បាលរឹងណាស់និយាយយ៉ាងណាក៏មិនព្រមដែរមិនតែប៉ុណ្ណោះទេនៅនិយាយពាក្យដល់ធ្វើឲ្យនាងខឹងទៀតទើបធ្វើឲ្យនាងលែងយល់ដល់ប្អូនស្រីអ្វីទៀតហើយនាងស្ទុះវឹងទៅយកកំបិតចេញមកឯងឆាប់លុតជង្គង់ភ្លាមហើយយើងនឹងសួរឯងមួយសំណួរចុងក្រោយបើឯងនៅចេះទៀតយើងនឹងសម្លាប់ឯងភ្លាមហើយប្រាប់មកថាឯងព្រមចាក់ចេញពីបងចក្រាទេចម្លើយមួយម៉ាត់យ៉ាងខ្លីហើយវាធ្វើឲ្យបោះស្បាលែងទប់កំហឹងជាប់ទៀតហើយនាងកំរល់ចូលមួយរំពេចយកកំបិតដែលនៅក្នុងដៃនោះស្ទុះទៅកាប់មេលាដាច់កធ្លាក់ក្បាលដល់ដីមួយរំពេចភឹបក្បាលរបស់មេលាបានធ្លាក់ដល់ដីហើយភ្នែកនាងបើកយ៉ាងក្រឡោតចាស់ចេញមកនៅពន្លឺកំណាចខូខើគួរឲ្យខ្លាចពេកក្រៃបែបនេះបញ្ជាក់ថានាងស្លាប់ដោយមិនអស់ចិត្តនោះទេបោះស្បាភ័យខ្លាំងណាស់នាងមើលក្បាលរបស់មេលាដែលនៅលើដីនោះបណ្ដើរស្រែកយំបណ្ដើរហើយក៏ប្រញាប់ចាក់ចេញពីផ្ទះភ្លាមផងដែរនាងមិនដឹងថារត់ទៅទីណានោះទេចេះតែរត់ទៅមុខបន្តជានិច្ចទាំងដែលគ្មានគោលដៅពិតប្រាកដអ្វីឡើយហើយអ្វីដែលនាងអាចទទួលដឹងឮបាននៅពេលនេះគឺមានតែម្យ៉ាងគត់នោះគឺភាពភ័យខ្លាចក្រោយពេលដែលរត់ចូលដល់ក្នុងព្រៃជ្រៅហើយបោះស្បាក៏មកឈប់នៅត្រង់ឈើធំមួយដើមសម្រាប់ប៉ុន្តែពេលដែលនាងកំពុងដេករលីវនោះស្រាប់តែឮសំឡេងអ្វីម្យ៉ាងហ៊ឺវាជាសំឡេងរបស់មនុស្សស្រីកំពុងយំហើយវាក៏ទាក់ទាញចំណាប់អារម្មណ៍ឲ្យបោះស្បាបើកភ្នែកឡើងតែមិនទាន់បានអីផងនាងក៏ស្រែកយ៉ាងខ្លាំងអស់សំឡេងតែម្ដងជួយផងបោះស្បាស្លុតចិត្តខ្លាំងណាស់នាងស្ទើរតែមិនជឿទៀតថារឿងអាចមកទន់ហន់បែបនេះ
អ្វីដែលអស្ចារ្យបំផុតនោះគឺមីលាកំពុងតែឈរនៅចំពោះមុខរបស់នាងហើយដែលគួរឲ្យតក់ស្លុតស្ទើរតែសន្លប់នៅនឹងកន្លែងភ្លាមៗនោះគឺមុខរបស់មេលាបានដាច់ជាដុំប្រៀបបីដូចជាមាននរណាម្នាក់យកកាំបិតមកឆូតកាត់ហើយឈាមក៏ហូរចុះមកមិនឈប់ឡើយសភាពរបស់នាងនៅពេលនេះគឺអាចបំភ័យបោះស្បាបានយ៉ាងប្រកបណាស់នាងឈរធ្មឹងមិនមានចេតនាក៏ក្រោកអ្វីឡើយហើយក៏បាននិយាយឡើងដោយសំឡេងល្វើយឮហើយព្រឺក្បាលខ្ញាក់តែម្ដងបងស្រីបងដាច់ចិត្តណាស់ខ្ញុំប្រកាសជាតាមចងពៀបងអស់មួយជីវិតសំឡេងល្វើយរបស់មេលាឮដំណើរគ្នានឹងឆ្កែលូមិនឈប់មិនឈរនោះកាន់តែញ៉ាំងឲ្យបោះស្បាមិនស្រូវស្រួលកាន់តែខ្លាំងឡើងទោះបីនាងរន្ធត់ចិត្តខ្លាំងប៉ុណ្ណាក៏ពេលនោះនាងចាំបាច់ត្រូវតែប្រាប់ខ្លួនឯងថាចាក់ចេញពីទីនេះជាបន្ទាន់បោះស្បារត់បណ្ដើរយំបណ្ដើរនាងមានអារម្មណ៍ថាខ្លាចពិតមែនតែក៏មានលាយឡំនៅអារម្មណ៍សោកស្ដាយចំពោះកំហុសដែលខ្លួនបានធ្វើទៅលើប្អូនស្រីដែរមេលាបងសុំទោសបងខុសហើយឈប់តាមបងទៀតទៅហាសំឡេងសើចរបស់មេលាកាន់តែលាន់មកជិតហើយព្រោះតែពេលនេះនាងកំពុងតែហោះផុតពីដីដោយមិនបានបង្ហាញឲ្យឃើញទេថានាងមានជើងនោះទេនាងនៅតែសើចយ៉ាងលឺហើយសំឡេងសើចរបស់នាងក៏បានលាន់កង់រំពងពេញព្រៃនាងនិយាយឡើងថាទោះជាបងទៅដល់ទីណាក៏ខ្ញុំតាមបងដែរបុស្បាមិនគិតខ្វល់ពីឧបទ្ទវហេតុតូចធំដែលកើតនៅចំពោះមុខនោះឡើយនាងខំប្រឹងរត់យ៉ាងលឿនអស់ពីកម្លាំងកាយកម្លាំងចិត្តដែលស្ទើរតែរលត់ដង្ហើមម្ដងទៅហើយបន្ទាប់មកក៏បានមកដល់វត្តមួយមិនបង្អង់យូរឡើយនាងប្រញាប់រត់ចូលទៅក្នុងវត្តទាំងត្រហប់ត្រហល់ញើសនឹងទឹកភ្នែកដាបពេញផ្ទៃមុខនេះវាមិនខុសពីការរត់គេចពីទ្វារមជ្ឈរាជនោះទេពេលដែលបោះស្បាងាកទៅមើលនៅក្បែររបងវត្តនាងក៏បានឃើញមេលាមិនបានទៅណាឡើយនាងនៅចាំតាមចងពៀបោះស្បាជាប់រហូតព្រោះកំហឹងដែលនាងមានគឺវាច្រើនពេកពន់ទៅហើយញោមស្នាក់នៅទីវត្តនេះចុះហើយចូលសន្សំកុសលលៀងបាបកម្មទាំងឡាយដែលចែកបានសាងចាប់ផ្ដើមជីវិតថ្មីដែលចាកចេញពីវាវត្តសង្សារណាញោមចៅអេតិកាក្រោយពីស្ដាប់ការរៀបរាប់របស់បោះស្បាចប់ក៏យល់ព្រមទទួលបោះស្បាមកស្នាក់នៅក្នុងវត្តហើយសាងភ្នោះឲ្យតាមបំណងរបស់នាងព្រមទាំងបានសង់ខ្ទមមួយដើម្បីឲ្យបោះស្បាបានសំណាក់ធម៌ដោយស្ងប់ចិត្តលែងមានភាពភ័យខ្លាចមេលាដល់តែងតែតាមកម្មតាមអាឃាតមិនព្រមទៅណានោះទេមេលាពិតជាមិនព្រមទៅចាប់ជាតិមែននាងសុខចិត្តនៅចាំលើដើមឈើធំក្បែររបងវត្តដើម្បីតាមចងពៀបោះស្បាតទៅហើយរាល់យប់តែងតែលងបន្លាចបោះស្បាគ្រប់ពេលដើម្បីឲ្យបោះស្បាបានយល់ពីអ្វីដែលនាងធ្វើថាមានបាបកម្មប៉ុណ្ណានោះហើយវានឹងកើតឡើងបែបនេះជារៀងរាល់យប់លុះត្រាតែបោះស្បាអស់ជីវិតទៅដូចគ្នា